ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានដល់គ្នាបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកនៅរឿងរ៉ាវមួយហើយរឿងនេះជារឿងពិតដែលបានកាត់ឡើងទៅលើលោកយាយកំសត់ម្នាក់ដែលត្រូវបានកូនបង្កើតរបស់ពួកគាត់បណ្ដេញលោកយាយឲ្យចុះចេញពីផ្ទះក្រោយពេលដែលលោកយាយអស់លុយពីខ្លួនពេលដែលលោកយាយមានលុយទើបតែលក់ដីបានគឺម្នាក់ទៀមទាយកម្ដាយទៅចិញ្ចឹមលុះពេលស៊ីចាយលុយម្ដាយអស់ស្រាប់តែបណ្ដេញម្ដាយចុះចេញពីផ្ទះដោយគ្មានការខ្លាចបុណ្យបាបទាល់តែសោះដោយចាស់បុរាណគាត់បាននិយាយថាម្ដាយស្រឡាញ់កូនដូចច្រវាបណ្ដេញប៉ុន្តែកូនវិញស្រឡាញ់ម្ដាយដូចព្រះបែកខ្នងគឺជាឧទាហរណ៍ដែលលើកឡើងធ្វើជាការអប់រំទៅដល់កូនចៅកុំឲ្យធ្វើតាមពាក្យទាំងអស់នេះពីព្រោះពាក្យខាងលើមានន័យថាម្ដាយតែងតែមានព្រហ្មវិហារធម៌ចំពោះកូនគ្រប់រូបទោះបីជាកូនរបស់ខ្លួនខលខូចកាចយ៉ាងណាក៏ដោយទឹកចិត្តជាម្ដាយនៅតែស្រឡាញ់និងព្រួយបារម្ភចំពោះរូបកូនគ្រប់ពេលវេលាដោយពាក្យស្លោកបុរាណបានលើកឡើងទៀតថាកាត់ទឹកមិនដាច់កាត់សាច់មិនបានដូចលោកយាយកំសត់ម្នាក់នេះអញ្ចឹងមានកូនសុទ្ធតែស្រីដល់ទៅ3នាក់គាត់ខំប្រឹងចិញ្ចឹមបីបាច់កូនរបស់គាត់តាំងពីបាតជើងក្រហមសំបីតែស្រមោចវាលើមិនបានផងដល់ពេលចិញ្ចឹមកូនបានធំពេញវ័យរៀបចំទុកដាក់ឲ្យមានគូស្រករអស់ទៅស្រាប់តែគ្មានកូនណាម្នាក់សងគុណគាត់វិញនោះទេគឺបន្ទាប់ពីយកលុយគាត់អស់ដែលបានមកពីការលក់ដីបានចំនួនជាង$10,000ចាយអស់លុយគាត់ក៏បណ្ដេញម្ដាយឲ្យចុះចេញពីផ្ទះឲ្យទៅរស់នៅអនាថានិងជ្រកកោននៅលើជំរកស្រូវរបស់គេទៅវិញលោកយាយអាភ័ព្វអត់ផ្ទះស្នាក់នៅក៏រត់មកសុំជំរកស្រូវរបស់ក្មួយគាត់មករស់នៅលោកយាយគឺជាអ្នករស់នៅក្នុងស្រុកពីរាំងខេត្តព្រៃវែងខ្ញុំសូមមិនបញ្ចេញឈ្មោះរបស់លោកយាយនោះទេដោយលោកយាយបានរៀបរាប់ទាំងអូដាមកថាកាលពីដើមឡើយលោកយាយត្រូវប្តីនឹងកូនស្រីទី2របស់គាត់បណ្ដេញគាត់ចេញពីផ្ទះឲ្យមកនៅជាមួយនឹងកូនស្រីពៅម្នាក់ទៀតដោយកាលនោះលោកយាយស្មានថាកូនស្រីពៅគេមានចិត្តកតញ្ញូខុសពីកូនស្រីទី2ប៉ុន្តែពេលដែលគាត់មករស់នៅជាមួយនឹងកូនស្រីពៅដោយទុកចិត្តកូនស្រីពៅពេកកាលនោះគាត់ទើបតែលក់ដីបានលុយជាង$10,000ក៏យកឲ្យកូនស្រីពៅនេះទុកលុះពេលដែលលោកយាយរស់នៅជាមួយនឹងកូនស្រីពៅបាន1ឆ្នាំកូនស្រីពៅក៏បានបណ្ដេញគាត់ឲ្យចុះចេញពីផ្ទះលែងឲ្យនៅជាមួយទៀតដោយកាលនោះកូនស្រីពៅរបស់លោកយាយថែមទាំងបានបោះពាក្យសម្ដីដល់ឈឺចាំដាក់លោកយាយថាលុយ$10,000ដែលលោកយាយបានផ្ដល់ឲ្យកាលពេលមកនៅដំបងនោះគឺកូនស្រីពៅម្នាក់នេះគេកាត់ថ្លៃចំណាយបាយទឹកដែលលោកយាយរស់នៅជាមួយគេនោះអស់បាត់ទៅហើយដោយកូនស្រីពៅរបស់លោកយាយនិយាយថាដល់ពេលដែលលោកយាយចុះចេញពីផ្ទះរបស់គេហើយលោកយាយដល់អាភ័ព្វដែលត្រូវកូនបណ្ដេញឲ្យចុះចេញពីផ្ទះគឺលោកយាយមានអាយុ78ឆ្នាំជាអ្នករស់នៅស្រុកពីរាំងខេត្តព្រៃវែងលោកយាយបានរៀបរាប់អំពីរឿងរ៉ាវដ៏សោកសៅនៅក្នុងជីវិតចុងក្រោយរបស់គាត់ថាកាលពីមុនឆ្នាំ2008រូបខ្ញុំបានរស់នៅជួបជុំប្តីរបស់ខ្ញុំធម្មតាដោយការនោះរស់នៅជាមួយនឹងកូនស្រីទី2គេគឺជាអ្នករស់នៅក្នុងភូមិកោស្ថិតនៅក្នុងឃុំកំពង់អំពិលនេះដែរគឺស្ថិតនៅជាប់ភូមិរបស់ខ្ញុំបាននិយាយពីជីវភាពពួកខ្ញុំកាលនោះគឺគ្មានអ្វីធូរធារនោះទេពលគឺពួកខ្ញុំប្រកបរបរធ្វើស្រែបានគ្រាន់តែហូបមិនបានសល់ប្រាក់កាក់ឡើយហើយក៏មិនបានធ្វើផ្ទះធំទ្រនំខ្ពស់នោះដែរហើយកាលនោះថ្មីបើពួកខ្ញុំពីអ្នកប្តីប្រពន្ធមានជីវភាពមិនធូរធារនិងមិនមានផ្ទះធំទ្រនំខ្ពស់ដូចគេក៏ដោយយ៉ាងហោចណាស់ក៏ខ្ញុំបានរស់នៅជួបជុំយាយតានិងកូនចៅរបស់ខ្ញុំដែរលោកយាយបាននិយាយទៀតថាលុះចូលដល់ដើមឆ្នាំ2008ខណៈកាលនោះដីកំពុងឡើងថ្លៃហើយខ្ញុំមានដីគេអាករបន្តិចបន្តួចសល់ពីចែកឲ្យកូនគ្រប់គ្នាខ្ញុំក៏នឹកឃើញថាពួកខ្ញុំពីអ្នកតាយាយអាយុកាន់តែច្រើនរូបរាងកាយក៏ចាស់ជរាទៀតទាន់ដីឡើងថ្លៃហើយគេកំពុងតែត្រូវការកាលនោះខ្ញុំក៏បានលក់ដីមួយប្លង់បានប្រាក់ជាង$10,000ពេលដែលខ្ញុំលក់ដីនោះបានមកក៏មិនបានយកលុយជាង$10,000នោះទៅផ្ញើនៅធនាគារទុកស៊ីការប្រាក់ឬក៏ទុកនៅជាទ្រនាប់ជាប់ខ្លួនទាំងអស់នោះដែរហើយកាលនោះខ្ញុំជាម្ដាយក៏នឹកឃើញពីអ្នកយាយតាថាពួកយើងចំណាស់នេះទៅហើយរស់បានប៉ុន្មានឆ្នាំទៀតហើយខ្ញុំក៏នឹកឃើញថាណាមួយកូនស្រីទី2របស់ខ្ញុំនេះគេក៏មិនទាន់មានផ្ទះជារបស់ខ្លួនឯងទៀតហើយខ្ញុំក៏បានយកលុយលក់ដីដែលខ្ញុំលក់បានជាង$10,000នោះទៅឲ្យកូនស្រីទី2
ដើម្បីឲ្យគ្នាយកលុយនោះទៅទិញគ្រឿងឈើយកមកធ្វើផ្ទះនិងបាននៅទាំងអស់គ្នាសមរម្យនឹងគេដែរដោយលោកយាយបាននិយាយឲ្យដឹងទៀតថាក្រោយពេលដែលកូនស្រីទី2នេះគេធ្វើផ្ទះរួចខ្ញុំគិតថាធ្វើផ្ទះនោះមិនដល់ថ្នាក់អស់លុយជាង$10,000ទាំងអស់នោះទេពេលដែលខ្ញុំសួរកូនស្រាប់តែគេប្រាប់ថាលុយដែលខ្ញុំឲ្យគេនោះគឺអស់រលីងហើយដោយសារតែគ្មានសល់ប្រាក់នៅជាប់ខ្លួនបន្តិចទាល់តែសោះខ្ញុំនិងប្តីក៏នាំគ្នាលក់ដីមួយកន្លែងទៀតបានជាង$10,000តែការលក់ដីលើកក្រោយនេះពួកខ្ញុំមិនបានយកលុយទៅទិញអ្វីឬក៏មិនបានចែកកូនណាម្នាក់ដែរស្រាប់តែពេលនោះកូនស្រីទី2របស់ខ្ញុំនេះដែលខ្ញុំរស់នៅជាមួយមិនដឹងថាគេមានគំនិតយ៉ាងម៉េចទេគេបែរជាទៅមានគំនិតចាក់ជេរចាក់ស្ករជាមួយនឹងឪពុកបង្ការរបស់គេដែលត្រូវជាប្តីរបស់ខ្ញុំនេះបង្កឲ្យប្តីខ្ញុំគាត់មានការឆ្លោះប្រកែកជាមួយខ្ញុំពេលដែលឃើញខ្ញុំយាយតាឆ្លោះប្រកែកគ្នាបែបនេះស្រាប់តែកូនស្រីទី2គេបានមកនិយាយនៅចំពោះមុខខ្ញុំជាម្ដាយថាឪអើយឪដេញគាត់ឲ្យចេញពីផ្ទះនឹងឆាប់ទៅឲ្យផុតពីមុខពីមាត់ទៅកុំឲ្យឃើញមុខទៀតជ្រិញចរិតណាស់ចង់ឲ្យគាត់ទៅរស់នៅទីណាស្រេចតែគាត់ទៅសម្រាប់ទីនេះផ្ទះនេះមិនស្វាគមន៍គាត់ទៀតនោះទេមកដល់ត្រង់ចំណុចនេះលោកយាយស្រាប់តែហូរទឹកភ្នែកដោយមិនដឹងខ្លួនដែលគាត់មិនដែលនឹកស្មានសោះថាកូនដែលគាត់ខំចិញ្ចឹមតាំងពីបាត់ជើងក្រហមបែរជាញុះញង់ឲ្យឪពុករបស់ខ្លួនឆ្លោះប្រកែកជាមួយនឹងម្ដាយហើយបណ្ដេញម្ដាយឲ្យចុះចេញពីផ្ទះបែបនេះតតែសោះដោយលោកយាយបាននិយាយទៀតថាក្រោយពីមានរឿងរ៉ាវឆ្លោះប្រកែកជាមួយនឹងប្តីរបស់ខ្ញុំមកដែលត្រូវបានកូនស្រីទី2និងប្តីខ្ញុំហ៊ានបណ្ដេញខ្ញុំឲ្យចេញពីផ្ទះពេលនោះខ្ញុំក៏សុខចិត្តចាក់ចែងដែរហើយខ្ញុំក៏មកសុំកូនស្រីពៅរបស់ខ្ញុំដែលនាងរស់នៅក្នុងភូមិនេះដែរពេលនោះខ្ញុំមិនចេញមកដោយខ្លួនទទេឡើយបន្ទាប់ពីខ្ញុំចុះចេញពីផ្ទះកូនស្រីទី2គឺខ្ញុំមានជាប់ប្រាក់នៅខ្លួនជិត$10,000ដែរពេលដែលខ្ញុំមកនៅជាមួយនឹងកូនស្រីពៅនេះភ្លាមខ្ញុំក៏មិនបានយកលុយនេះទុកទៅជាប់ខ្លួនដែរគឺខ្ញុំបានប្រគល់លុយជិត$10,000ទៅឲ្យកូនស្រីពៅរបស់ខ្ញុំទាំងអស់ដោយកាលខ្ញុំបានប្រាប់ទៅកូនស្រីពៅខ្ញុំថាលុយនេះម៉ែផ្ញើទុកជាមួយនឹងកូនផងហើយឲ្យកូនមើលថែម៉ែផងម៉ែចំណាស់នេះហើយរស់នៅមិនបានប៉ុន្មានឆ្នាំទៀតនោះទេកូនមើលថែម៉ែទៅប្រាក់នេះបើម៉ែផុតទៅគឺវាជារបស់កូនទាំងអស់ហើយលោកយាយក៏បាននិយាយរៀបរាប់ទាំងទឹកភ្នែកថាពេលដែលខ្ញុំមករស់នៅជាមួយនឹងកូនស្រីពៅបាន1ឆ្នាំខ្ញុំមិននឹកស្មានសោះថាកូនស្រីពៅម្នាក់នេះគេមើលគំរូបងស្រីទី2របស់គេតតែសោះគឺគេបានបណ្ដេញខ្ញុំឲ្យចុះចេញពីផ្ទះរបស់គេដោយកូនស្រីពៅរបស់ខ្ញុំគេបានបោះពាក្យសម្ដីនិយាយមកកាន់ខ្ញុំថាលំមដល់ពេលខ្ញុំចុះចេញពីផ្ទះគេហើយរយៈពេល1ឆ្នាំលុយដែលខ្ញុំឲ្យគេនោះគឺគេគិតទូទាត់ថ្លៃបាយទឹកនិងការស្នាក់នៅអស់បាត់ទៅហើយហេតុនេះហើយគេមិនអាចឲ្យរូបខ្ញុំរស់នៅជាមួយគេបានបន្តទៅទៀតនោះទេដោយគេនិយាយថាចង់ខ្ញុំទៅណាទៅចាស់គេមិនខ្វល់ឡើយលោកយាយថែមទាំងបាននិយាយថាជួយគិតខ្ញុំមើលបើនិយាយទៅប្រាក់ខ្ញុំជិត$10,000ដែលខ្ញុំទុកនៅជាមួយនឹងកូនស្រីពៅរបស់ខ្ញុំបើនិយាយពីមនុស្សចាស់ដូចជាខ្ញុំវិញប្រាក់ប៉ុណ្ណេះចាយ1ឆ្នាំក៏មិនអស់ដែរមិនគួរណាកូនស្រីពៅខ្ញុំគេកាត់ថ្លៃបាយនិងការស្នាក់នៅបែបនេះតតែសោះដែលគេហ៊ានធ្វើដាក់មកលើរូបខ្ញុំតែនៅលើលោកនេះមានទេកូនចិត្តអកតញ្ញូសងគុណម្ដាយបែបនេះនោះបើតាមខ្ញុំគិតប្រហែលជាមិនមានទេមើលទៅនៅលើលោកនេះក្រៅពីកូនរបស់ខ្ញុំពេលកូនស្រីពៅរបស់ខ្ញុំគេបណ្ដេញខ្ញុំចេញពីផ្ទះពេលនោះដំបងឡើយខ្ញុំក៏គិតឃើញទៅដល់កូនស្រីច្បងម្នាក់ទៀតប៉ុន្តែគេនៅឆ្ងាយពេកម្ល៉េះហើយខ្ញុំក៏មិនបានទៅសុំគេនៅដោយកូនស្រីពៅដែរខ្ញុំសុកចិត្តមកសុំក្មួយប្រុសរបស់ខ្ញុំច្រកកោននៅលើជំរកស្រូវរបស់គេទៅព្រោះផ្ទះគេនៅជិតវត្តស្រាប់ងាយស្រួលខ្ញុំទៅវត្តនៅពេលថ្ងៃសិលលោកយាយអភ័ព្វរូបនេះបានរំលឹកឲ្យដឹងថារូបគាត់ក្រោយពេលដែលរៀបការជាមួយនឹងប្តីគាត់មកគឺពួកគាត់ទាំងពីរនាក់មានកូនសរុបចំនួន3នាក់សុទ្ធតែស្រីទាំងអស់ហើយបាននិយាយពីកូនទាំង3នាក់នេះពួកគេមិនត្រូវគ្នានោះទេកូនបងរស់នៅដែលកូនបងទៅកូនប្អូនរស់នៅដែលកូនប្អូនទៅចំណែកក្មួយដែលមានចិត្តធម៌ឲ្យម្ដាយធំរស់នៅជាមួយនោះរូបគាត់មានឈ្មោះថាលោកពូអូមជាអ្នករស់នៅក្នុងភូមិឃុំខាងលើបានរៀបរាប់ឲ្យដឹងថាចំពោះរឿងរ៉ាវក្នុងក្រុមគ្រួសាររបស់ម្ដាយធំគាត់បាននិយាយទៅហាក់ពិបាកស្ដាប់ខ្លាំងណាស់ម្ដាយធំរបស់គាត់មានកូនដូចគ្មានកូនអញ្ចឹងបាននិយាយពីមនុស្សទូទៅគឺគេចង់បានកូនស្រីជាងកូនប្រុសពីព្រោះពួកគាត់គិតថាពេលដែលចាស់ទៅគឺមានកូនស្រីបានមើលថែរក្សា
ពួកគាត់ប៉ុន្តែម្ដាយធំរបស់ខ្ញុំវិញនេះព្រោះគាត់មានកូនស្រីដល់ទៅ3នាក់សំដូចបំណងដែលឪពុកម្ដាយទូទៅគេតែងតែចង់បានកូនស្រីប៉ុន្តែគ្មានទេកូនស្រីគាត់មួយណាក៏គ្មានចិត្តដែរគឺមានចរិតអកតញ្ញូចំពោះម្ដាយបែបនេះទៅវិញលោកពូដែលត្រូវជាក្មួយរបស់លោកយាយអភ័ព្វបាននិយាយថាការនៅក្រីក្រចេះរាប់អានឪពុកម្ដាយលុះពេលដែលពួកគេមានផ្ទះធំមានលុយកាក់ម្នាក់គិតតែពីឆ្លោះប្រកែកគ្នាមើលមុខគ្នាមិនត្រង់រហូតដាច់ចិត្តបណ្ដេញម្ដាយឲ្យចុះចេញពីផ្ទះបែបនេះទៅវិញពេលឃើញបែបនេះខ្ញុំជាក្មួយមិនដាច់ចិត្តក៏ហៅគាត់មកនៅជាមួយនឹងខ្ញុំទៅដោយលោកពូនិយាយថាផ្ទះខ្ញុំមានកូនចៅច្រើនពិបាកស្នាក់នៅហើយខ្ញុំក៏បានរៀបចំឲ្យគាត់រស់នៅម្នាក់ឯងនៅក្នុងជម្រកស្រូវរបស់ខ្ញុំរីឯបាយទឹកវិញគឺគាត់ហូបជាមួយនឹងខ្ញុំជុំវិញរឿងរ៉ាវខាងលើនេះបើយោងទៅតាមសម្ដីរបស់កូនស្រីទី2របស់លោកយាយដែលរូបនាងមិនអនុញ្ញាតឲ្យក្រុមការងារថតរូបទេកាលនោះហើយកូនស្រីទី2របស់លោកយាយពេលនោះថែមទាំងបាននិយាយបដិសេធថារឿងដែលម្ដាយនាងចោទប្រកាន់ថានាងបានចាក់ចែកចាក់ស្ករឲ្យឪពុករបស់នាងបណ្ដេញម្ដាយចេញពីផ្ទះគឺគ្មានទេហើយកូនស្រីទី2របស់លោកយាយថែមទាំងបានស្ដីបន្ទោសទៅលើម្ដាយរបស់ខ្លួនថានេះហើយបណ្ដាលមកពីកម្មពីរបស់គាត់នៅជាមួយនាងសុកទៅជឿសម្ដីកូនស្រីពៅហាវចាក់ចោចដល់ពេលដែលកូនស្រីពៅយកលុយអស់ហើយកូនស្រីពៅក៏បានដេញក្បាលគាត់ចោលថែមទៀតកូនស្រីទី2នេះនិយាយទាំងអសុរោះថាសំមកគាត់ហើយដែលត្រូវកូនស្រីពៅរបស់គាត់ដេញក្បាលចោលបែបនេះលោកយាយអភ័ព្វបាននិយាយទាំងសម្រាប់ទឹកភ្នែកទៀតថាដំបងឡើយខ្ញុំមានប្តីនឹងកូនខ្ញុំយល់ថានៅក្នុងជាតិនេះខ្ញុំមានសេចក្តីសុខនិងសុភមង្គលណាស់ទោះបីជាជីវិតអ្នកស្រែធ្វើការនឿយហត់យ៉ាងណាក៏ខ្ញុំពុំដែលគិតឡើយខ្ញុំតស៊ូធ្វើស្រែយ៉ាងលំបាកវេទនាគឺអ្វីទាំងអស់ដើម្បីប្តីនិងកូនទាំង3របស់ខ្ញុំហើយខ្ញុំតែងតែស្រមៃនិងញញឹមនៅក្នុងចិត្តស្ទើរតែរាល់ថ្ងៃថាខ្ញុំពិតជាមានសំណាងណាស់នៅពេលចាស់ទៅខ្ញុំនឹងមានកូនស្រីរបស់ខ្ញុំពួកគេនឹងជួយមើលថែរក្សាខ្ញុំដោយលោកយាយបាននិយាយទៀតថាពេលខ្ញុំចាស់ទៅពួកគេនឹងស្រឡាញ់ថែទាំខ្ញុំដោយអ្វីដែលខ្ញុំស្រឡាញ់និងយកចិត្តទុកដាក់ជាមួយនឹងពួកគេពេលដែលពួកគេនៅពីតូចដែរដោយលោកយាយបាននិយាយថាប៉ុន្តែអ្វីដែលជាក្តីស្រមៃរបស់ខ្ញុំគឺវាបានរលាយអស់ហើយពីព្រោះថាប្តីនិងកូនស្រីរបស់ខ្ញុំគឺពួកគេបានបោះបង់ខ្ញុំឲ្យខ្ញុំរស់នៅឯកោអនាថាបែបនេះតតែសោះលោកយាយកំសត់បាននិយាយទៀតថាខ្ញុំមានប្តីគឺប្តីខ្ញុំចិត្តមិនអាចដឹកនាំគ្រួសារបានហើយបណ្ដោយឲ្យកូនឡើងចាងយកបងប្អូននិងម្ដាយឪពុកធ្វើជាសត្រូវទៅវិញសេចក្តីស្រឡាញ់របស់ខ្ញុំគឺខ្ញុំបានផ្ដល់ឲ្យប្តីនិងកូនទាំង3នាក់ជាទីស្រឡាញ់របស់ខ្ញុំអស់ទៅហើយសូម្បីតែលុយកាក់ក៏ខ្ញុំប្រគល់ឲ្យកូនជាទីស្រឡាញ់របស់ខ្ញុំដែរគឺខ្ញុំសុំតែម្យ៉ាងនោះទេខ្ញុំសុំតែផ្ញើសម្បកខ្លួនរបស់ខ្ញុំចំពោះកូននៅក្នុងជីវិតចុងក្រោយតែប៉ុណ្ណោះក៏ពួកគេធ្វើមិនបានដែរតែខ្ញុំពិតជាជាតិមុនមានកម្មពៀទៅបានជាជាតិនេះខ្ញុំមានកូនស្រីដល់ទៅ3នាក់ប៉ុន្តែពួកគេចិត្តមិនបានដាក់ខ្ញុំបែបនេះទៅវិញខ្ញុំប្រឹងប្រែងទុកដាក់កូនចៅឲ្យគេមានប្តីស្រីនិងមានបានគ្រប់គ្នាស្រាប់តែពេលគេមានបានមានផ្ទះត្រនំខ្ពស់រស់នៅគេបែរជាលែងស្គាល់ឪពុកម្ដាយថែមទាំងបណ្ដេញម្ដាយឲ្យចុះចេញពីផ្ទះបែបនេះទៀតពួកកូនខ្ញុំគេស្រឡាញ់ប្រាក់ជាងស្រឡាញ់រូបខ្ញុំជាម្ដាយគេលែងត្រូវការខ្ញុំជាយាយចាស់ឥតបានការម្នាក់នេះទៀតហើយគេមិនបានគិតទេថាគេមានអ្វីខ្សពបែបយ៉ាងនៅពេលនេះគឺសុទ្ធកើតចេញពីឪពុកម្ដាយជាអ្នកផ្ដល់ឲ្យគេទាំងអស់ខ្ញុំបង្កើតកូននិងចិញ្ចឹមកូនដោយក្តីស្រឡាញ់ខ្លាំងណាស់សូម្បីតែស្រមោចវាគឺមិនបានផងពេលនៅតូចកូនឈឺម្ដងខ្ញុំមិនដែលបានដេកបាយក៏មិននឹកទឹកក៏មិនស្រែកគឺនឹកព្រួយបារម្ភបន់អស់ព្រះសំពះទេវតាឲ្យកូនបានជាប៉ុន្តែពេលដែលកូនធំឡើងគេបែរជាតបស្នងសងគុណចំពោះរូបខ្ញុំបែបនេះទៅវិញការដែលគេនៅពីតូចគេមិនទាន់មានអ្វីដូចពេលនេះពួកគេនៅត្រូវការខ្ញុំឥឡូវនេះគេមានសពគ្រប់បែបយ៉ាងគេលែងត្រូវការខ្ញុំដូចជាយាយចាស់ឥតបានការម្នាក់នេះទៀតហើយនៅពីតូចខ្ញុំតែងតែឡើងដណ្ដប់ភួយឲ្យកូនរបស់ខ្ញុំក្រែងលោពួកគេរងាទៅណាមួយជំហានឲ្យតែបានអ្វីឆ្ងាញ់ខ្ញុំតែងតែនឹកគិតទៅដល់កូនរបស់ខ្ញុំគ្រប់ពេលសុខចិត្តអត់ពីពោះខ្លួនឯងឲ្យតែបានកូននឹងប្តីតែឥឡូវកូនបានកន្លែងកក់ក្ដៅមានចម្រោកត្រនំខ្ពស់រស់នៅឥឡូវកូនស្រីរបស់ខ្ញុំគេមិននឹកឃើញពីម្ដាយដែលត្រូវគេបោះបង់ចោលឲ្យរស់នៅលើចម្រុកស្រូវរបស់គេបែបនេះគ្មានអ្នកមើ
មើលថែរក្សាតតែសោះដោយលោកយាយបាននិយាយនៅពាក្យផ្ដាច់ផ្ដាំចុងក្រោយថាទោះបីជាកូនស្រីជាទីស្រឡាញ់ទាំង3នាក់របស់ខ្ញុំគេធ្វើបែបនេះចំពោះខ្ញុំក៏ដោយរូបខ្ញុំក៏មិនតូចចិត្តចំពោះប្តីនិងកូនស្រីរបស់ខ្ញុំឡើយគឺខ្ញុំតូចចិត្តនឹងវាសនារបស់ខ្ញុំដែលមានកូននិងប្តីប៉ុន្តែបែរជាត្រូវបានពួកគេទាំងអស់បោះបង់រូបខ្ញុំចោលបែបនេះទាល់តែសោះប្រហែលជាជាតិមុនខ្ញុំមានជំពាក់កម្មពីអ្វីហើយទើបបាននៅក្នុងជាតិនេះខ្ញុំជួបនៅរឿងរ៉ាវដ៏អភ័ព្វបែបនេះកើតឡើងចំពោះរូបខ្ញុំចាស់ពុកម៉ែបងប្អូនអ្នកស្ដាប់នេះគឺជារឿងរ៉ាវដ៏កំសត់របស់លោកយាយម្នាក់ដែលគាត់ជាអ្នករស់នៅក្នុងស្រុកពីរាំងខេត្តព្រៃវែងលោកយាយដ៏កំសត់ត្រូវបានកូននិងប្តីបណ្ដេញរូបគាត់ចុះចេញពីផ្ទះដោយមុនដំបូងគាត់រស់នៅពីអ្នកប្តីប្រពន្ធគឺមានសេចក្តីសុខទោះបីជាគាត់អត់សូវមានលុយកាក់ក៏ដោយពេលដែលគាត់លក់ដីបានលើកទី1កាលនោះគាត់នឹកឃើញអាណិតកូនស្រីទី2ដែលគ្នាពុំទាន់មានផ្ទះសម្បែងនឹងគេហើយគាត់ក៏យកលុយលក់ដីទី1នោះបានជាង$10000ទៅឲ្យកូនស្រីទី2ហ្នឹងយកលុយហ្នឹងទៅធ្វើផ្ទះថ្មីសមរម្យមួយហើយពួកគាត់បានរស់នៅជួបជុំជាមួយនឹងកូនស្រីនៅជីវិតចុងក្រោយរបស់គាត់ក្រោយពេលដែលកូនស្រីគេធ្វើផ្ទះបានរួចរាល់ហើយដោយលោកយាយគិតថាប្រហែលជាធ្វើផ្ទះរួចរាល់វាមិនអស់លុយជាង$10000នោះទេលោកយាយបានទៅសួរហើយកូនស្រីទី2គេនិយាយបោះពាក្យសម្ដីថាលុយហ្នឹងគឺអស់បាត់ទៅហើយយកមកធ្វើផ្ទះអស់ហើយក្រោយពេលដែលលោកយាយអស់លុយពីខ្លួនលោកយាយក៏បានទៅលក់ដីមួយប្លង់ទៀតបានលុយជាង$10000ដដែលប៉ុន្តែលើកនេះគឺគាត់អត់បានចែកឲ្យកូនណាម្នាក់ឡើយហើយពេលដែលដឹងថាគាត់លក់ដីស្រាប់តែកូនស្រីទី2របស់គាត់មិនដឹងជាយ៉ាងម៉េចនៅសុកស្រាប់តែទៅចាក់ជេរចាក់ស្ករផ្លុំត្រចៀកឲ្យឪពុកឆ្លោះប្រកែកជាមួយនឹងម្ដាយបង្កើតរបស់ខ្លួនហើយថែមទាំងញុះញង់ឲ្យឪពុកនឹងបណ្ដេញម្ដាយចោះចេញពីផ្ទះដែលផ្ទះនឹងលោកយាយបានឲ្យលុយទៅកូនស្រីជាអ្នកធ្វើផ្ទះនេះទេបន្ទាប់មកកូនស្រីក៏បានឲ្យឪពុកនឹងបណ្ដេញម្ដាយចេញទៅហើយថែមទាំងបោះពាក្យសម្ដីទៀតថាឲ្យគាត់ទៅនៅទីណាទៅនៅចាស់ស្រែតែគាត់ទៅចាស់ពេលនោះលោកយាយក៏គាត់សុកចិត្តចោះចេញពីផ្ទះកូនទី2ឲ្យប្តីរបស់គាត់រស់នៅជាមួយនឹងកូនស្រីទី2ហើយគាត់ក៏មកសុំកូនស្រីពៅរស់នៅពេលនោះគាត់ក៏មានលុយចាប់ខ្លួនដែរជិត$10000ហើយគាត់គិតថាកូនស្រីពៅនេះគឺជាក្តីសង្ឃឹមចុងក្រោយរបស់គាត់ហើយគិតថាគេមិនមានចរិតដូចកូនទី2របស់គាត់ចាស់ពេលដែលលោកយាយមករស់នៅនេះគាត់ក៏បានប្រគល់លុយជិត$10000ទាំងអស់ទៅឲ្យកូនស្រីពៅដោយគាត់និយាយថាម៉ែសូមផ្ញើលុយនេះជាមួយកូនផងម៉ែអត់ចង់បានអ្វីទេគ្រាន់តែចង់ឲ្យកូនជួយមើលម៉ែតែប៉ុណ្ណោះពីព្រោះថាម៉ែមិនដឹងថារស់នៅបានប៉ុន្មានឆ្នាំទៀតនោះទេម៉ែសង្ឃឹមទៅលើកូនហើយលុយនេះកូនយកទៅទុកឲ្យម៉ែផងប្រសិនបើកាលណាម៉ែស្លាប់ទៅគឺលុយនេះជារបស់កូនទាំងអស់ក្រោយពេលដែលលោកយាយរស់នៅជាមួយនឹងកូនស្រីពៅបាន1ឆ្នាំស្រាប់តែកូនស្រីពៅបានបណ្ដេញឲ្យលោកយាយចុះចេញពីផ្ទះរបស់គេថែមទៀតហើយពេលនោះលោកយាយក៏សួររឿងលុយហើយកូនស្រីពៅរបស់លោកយាយថែមទាំងបាននិយាយថាលុយជិត$10000ហ្នឹងគឺកូនស្រីពៅរបស់គាត់កាត់កង់ថ្លៃបាយទឹកម្ហូបដែលចិញ្ចឹមលោកយាយនឹងរយៈពេល1ឆ្នាំអស់ទៅហើយពេលនោះធ្វើឲ្យលោកយាយស្ទើរតែកក់ឈាមតែម្ដងដែលគាត់មិននឹកស្មានតតែសោះថានៅលើโลกនេះមានកូនចិត្តអកតញ្ញូសងគុណម្ដាយបែបនេះនោះទេហើយគាត់និយាយទៀតថាបើសិនជាលុយជិត$10000សម្រាប់រូបគាត់ជាមនុស្សចាស់ចាយមួយឆ្នាំគឺអត់ទាន់អស់នោះឡើយពេលនោះរូបគាត់ត្រូវបានកូនស្រីពៅបណ្ដេញចុះចេញពីផ្ទះហើយគាត់ក៏មិនហ៊ានទៅពឹងកូនស្រីច្បងដែរគាត់ក៏កាត់កេរកាត់ខ្មាស់មកសុំជំរុកស្រូវរបស់ក្មួយប្រុសគាត់ស្នាក់នៅដោយក្មួយប្រុសរបស់គាត់មានចិត្តធម៌ខុសពីកូនស្រីរបស់គាត់ទាំង3នាក់នោះហើយក្មួយប្រុសរបស់គាត់ក៏យល់ព្រមឲ្យនៅថែមទាំងរៀបចំឲ្យលោកយាយនៅកន្លែងជំរុកស្រូវហ្នឹងពីព្រោះថាក្មួយរបស់គាត់ផ្ទះមិនសូវជាធំប៉ុន្តែមានចិត្តទូលាយដែលឲ្យគាត់រស់នៅជាមួយហើយថែមទាំងផ្ដល់បាយទឹកជារៀងរាល់ថ្ងៃឲ្យលោកយាយថែមទៀតមានចាស់បងប្អូនសម្រាប់រឿងរ៉ាវរបស់លោកយាយគឺមានតែប៉ុណ្្នឹងទេហើយស្ដាប់មើលទៅកូនរបស់គាត់ទាំង3នាក់មិនគួរធ្វើបែបហ្នឹងដាក់ម្ដាយទាល់តែសោះពេលដែលម្ដាយមានលុយយកម្ដាយទៅចិញ្ចឹម
ពេលដែលអស់លុយម្ដាយស្រាប់តែបណ្ដេញម្ដាយឲ្យចុះចេញពីផ្ទះដោយពាក្យចាស់គាត់ពោលថាកូន10ម្ដាយចិញ្ចឹមរស់រីឯកូន10ចិញ្ចឹមម្ដាយម្នាក់គឺមិនរស់កន្លងមកខ្ញុំក៏ធ្លាប់ឮដែរដែលត្រូវកូនបណ្ដេញម្ដាយឲ្យចុះចេញពីផ្ទះបែបនេះចាបងប្អូនសម្រាប់រឿងរ៉ាវខាងលើនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបន្ទាប់ពីស្ដាប់រឿងនេះហើយបងប្អូនមានមតិយោបល់បែបណានោះអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានអរគុណបងប្អូនដែលបានស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់ជួបជាមួយនឹងខ្ញុំនៅរឿងរ៉ាវក្រោយៗបន្តទៀត